មកដល់ហើយផលិតកម្ម Sunday យើងខ្ញុំបាននាំមកនៅរឿងដ៏ល្អពិសេសគឺរឿងព្រាយដៃគោលមានម្ចាំងតែ4ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី29 30 31និងថ្ងៃទី1វេលាម៉ោង2ម៉ោង 4:30 នាទីនិងម៉ោង7យប់នៅមហោស្រពខេត្តក្រចេះនឹងមានការច្រៀងផ្ទាល់ជូនទស្សនាពីលោកខេមរៈស្រីមុនកញ្ញាសុកពិសីនិងតារាល្បីៗប្រចាំផលិតកម្ម Sunday ផងដែររឿងរ៉ាវពីអតីតកាលកាលណាដៃគោលនេះរបូតចេញពីក្បាលនាងវិញ្ញាណបិសាចដល់បដាច់នេះវានឹងសន្ធិដ្ឋលើនាងវិញជាម្ខាងហើយរន្ធត់ព្រឺព្រួចងប់ងល់បើកជាឲ្យយើងចូលផ្ទះផងខ្សែភាពយន្តខ្នាតធំដំបូងគេដែលថតនៅប្រទេសសិង្ហបុរីខ្ញុំសប្បាយចិត្តណាស់ដែលនាងជាអភិរក្សភាសាខ្មែរទីនេះគឺជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីពេលរៀនចប់បងមានទូនាទីច្រើនណាស់ដើម្បីជួយកសាងប្រទេសជាតិដោយសារភាពកតញ្ញូមិនខ្លាចអ្វីម៉ែខ្ញុំមិនមែនខ្មោចទេអាកូនខ្មោចម៉ែនៅណាសម្ដែងដោយកម្ពុជាតារាចម្រៀងពេញនិយមខេមរៈស្រីមុននិងកញ្ញាសុកពិសីរួមទាំងតារាល្បីៗប្រចាំផលិតកម្ម Sunday ជាច្រើនរូបទៀតក៏ម៉ែខ្ញុំជាខ្មោចក៏ដោយក៏មិនត្រូវសម្រាប់គាត់ដែរព្រាយដៃគោលមានម្ចាំងតែ4ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី29 30 31និងថ្ងៃទី1វេលាម៉ោង2ម៉ោង 4:30 នាទីនិងម៉ោង7យប់នៅមហោស្រពខេត្តក្រចេះមួយធ្វើបើមកគាត់ផឹកស៊ីទីអើអីមួយរូបនេះតែខ្លាចមកអត់ចេះខ្លាចប្រពន្ធទេណាតែប្រពន្ធអត់ខ្លាចខ្ញុំវាជិះទៅលើទូរស័ព្ទមួយទៅឡូអូនសួរអូនម៉ែអត់បាត់ទីទួយប្រពន្ធខ្ញុំរៀបតែគេកន្ទេលកន្ទេលមាន2យ៉ាងមានអាកន្ទេលលឺអាកន្ទេលផត់បាច់ជាកន្ទេលអីមិនដឹងរៀបដូចកន្ទេលអញ្ចឹងអានោះមិនអែមពុនអូពុនយកប្រពន្ធទីមកទៅចាំតែទៅ
បានយ៉ាងទេ